កន្លែងដើរលេងមកកន្លែងទៀតហើយបងប្អូនអើយនិយាយពីទេសភាពគឺស្អាតខ្លាំងមែនតើឃើញគឺថាអត់ដកភ្នែកទេហើយបើសិនពីជិះពីពេញទៅប្រហែល1ម៉ោងកន្លះ2ម៉ោងអីជិះលេងដល់ហើយអញ្ចឹងណាហើយកន្លែងដែលខ្ញុំទៅនេះគឺនៅខាងកំពង់ឆ្នាំងមែនតើបើយើងជិះទៅមិនដល់ពីខាងកំពង់ឆ្នាំងទេជិះពីពេញទៅណានេះជាវីដេអូដែលខ្ញុំទៅដើរលេងកាលពី2-3សប្តាហ៍មុនហើយខ្ញុំទៅហ្នឹងគឺដោយសារមានអ្នកខ្លះគាត់ចង់ជិះម៉ូតូអ្នកខ្លះជិះឡានអីអញ្ចឹងទៅអញ្ចឹងកុំឲ្យពិបាកអ្នកជិះឡានក៏ជិះឡានអ្នកជិះម៉ូតូក៏ជិះម៉ូតូអញ្ចឹងណាហើយអញ្ចឹងគាត់ក៏យកអវ៉ាន់មករៀបចំដាក់ចូលនៅក្នុងឡានអីអញ្ចឹងទៅហើយឡានដែលខ្ញុំបើកទៅនេះគឺជា Mitsubishi X-Force ដែលជាប្រភេទ compact SUV ឯងក៏ប៉ុន្តែអីដែលខ្ញុំចូលចិត្តហ្នឹងគឺវាមាន Drive Mode បានន័យថាដោយសារខ្ញុំទៅនេះវាបែបមិន off road ខ្លាំងណាស់ណាគាត់ថាអូខេយើងចូលផ្លូវដីយើងចូលអីចឹងទៅអញ្ចឹងទៅពេលមាន Drive Mode ចឹងស្រួលដែរអញ្ចឹងដូចជាមាន mud មាន gravel មានអីចឹងណាហើយដោយសារខ្ញុំបើកផ្លូវដីផ្លូវគ្រួសអញ្ចឹងទៅខ្ញុំបើក gravel អញ្ចឹងទៅអញ្ចឹងនៅពេលដែលបើកទៅតាមដងផ្លូវខ្ញុំចាប់អារម្មណ៍ខ្ញុំចូលចិត្តច្រើនមែនទែនតែព័ន្ធទៅលើជើងក្រោមមកវាគឺអែមគឺណែនហើយពាក់ព័ន្ធជាមួយនឹង technology ក៏មានច្រើនដែរខាងក្នុងឡាននេះគឺមានសពអស់ហើយ auto hold Apple CarPlay រុនសាក USB-C wireless charge adaptive control auto hold អីហ្នឹងគឺមានមកកញ្ចប់អស់ផ្ទាល់តែម្ដងមួយទៀតដែលខ្ញុំចូលចិត្តហ្នឹងគឺរាងរបស់ Mitsubishi X-Force នេះគ្រាន់តែយកមកដល់ផ្ទះគឺអ្នកផ្ទះក៏សរសើរថារាងឡានគឺស្អាតខ្លាំងមែនតើយ៉ាអញ្ចឹងបកមកវីដេអូរបស់យើងវិញខ្ញុំចេញដំណើរហ្នឹងរៀង late បាយថ្ងៃដែរអាចខ្ទង់ម៉ោង2:10ជាងម៉ោង1ហ្នឹងហើយទៅដល់នោះខ្ទង់ម៉ោង3ហើយទេសភាពនៅតាមដងផ្លូវបងប្អូនអើយនិយាយពីទេសភាពគឺស្អាតខ្លាំងមែនតើមុនទៅដល់កន្លែងគេងហ្នឹងគឺសងខាងផ្លូវមើលខាងស្ដាំនេះគឺសិតតែវាស្រែពណ៌ខៀវសង្ងាត់ផ្ទាល់តែម្ដងហើយមើលទៅខាងមុខសិតតែជួរភ្នំហើយកាន់តែគៀកមែនតើកន្លែងនេះដែលខ្ញុំស្រឡាញ់មែនតើខ្ញុំទៅដល់ហ្នឹងម៉ោង3ជាងហ្នឹងវារៀងធ្លាក់ថ្ងៃមកអូទេសភាពស្អាតខ្លាំងណាស់មានទឹកមានភ្នំនិយាយទៅអូគឺកប់មែនតើហើយចឹងមិនយូរប្រហែលយើងក៏ទៅដល់កន្លែងដែលយើងធ្វើបោះតង់គឺ Chill River ហើយកន្លែងរបស់គេនេះមែនតើទៅដល់ខ្ញុំមិនថាធំពេកទេមកទូចល្មមប៉ុន្តែអូខេអាចថាទទួលយកបានកន្លែងគេវាទៅបែប chill អញ្ចឹងណាសំខាន់យើងចោះទៅខាងក្រោមតិចមានទឹកអញ្ចឹងទឹកហ្នឹងមានកន្លែងខ្សាច់មួយដែលគេមានតុដើម្បីឲ្យយើងអាចអង្គុយញ៉ាំអីជិលជុំគ្នាអញ្ចឹងទៅអញ្ចឹងមិនឲ្យខាតពេលយូរទេក្រោយពីបោះតង់អីហើយខ្ញុំក៏ទៅអង្គុយជុំគ្នាញ៉ាំអីនៅនឹងតិចទៅហើយបងប្អូនអាចឃើញបានពីទេសភាពនៅកន្លែងគេនឹងផ្ទាល់តែម្ដងគឺទេសភាពជើងភ្នំហ្នឹងគឺសម្រាប់ខ្ញុំគឺអស្ចារ្យមែនតើថ្ងៃដែលខ្ញុំទៅនេះវាបានពេលយប់ភ្លៀងដែរអញ្ចឹងវាមិនជាក្តៅអីទេពេលយប់អញ្ចឹងណាហើយគេមានកង្ហាលមានអីមានកន្លែងបោះតង់មានដបូលអីត្រឹមត្រូវអញ្ចឹងបើទោះជាខែភ្លៀងក៏អត់បារម្ភដែរអញ្ចឹងណាហើយយ៉ាដូចខ្ញុំបានបង្ហាញអញ្ចឹងកន្លែងទីតាំងដែលយើងទៅនេះវាស្អាតសម្រាប់ខ្ញុំទទួលយកបានហើយតែសំខាន់គឺអទេសភាពតាមដងផ្លូវមុនទៅដល់ហ្នឹងគឺអែមខ្លាំងមែនតើបើសិនជាជើងក្រោយលើកក្រោយខ្ញុំមានពេលទៅរៀងយូរជាងនឹងបន្តិចខ្ញុំនឹងឈប់ប្រហោះដ្រូនប្រហោះអីដើម្បីឲ្យបងប្អូនឃើញកាន់តែស្អាតបន្ថែមទៀតអញ្ចឹងណាយ៉ាវីដេអូរបស់ខ្ញុំខ្លីៗទេបើសិនជាបងប្អូនចង់ដឹងទីតាំងខ្ញុំនឹង drop map នៅក្នុង comment ខាងក្រោមហើយចង់ឲ្យខ្ញុំទៅណាទៀតឬក៏ណែនាំកន្លែងណាទៀតអាច comment ខាងក្រោមបានដូចគ្នាណា See you វីដេអូក្រោយ Bye bye